អាមេរិកដាក់អសានវត្តបាងកកត្រូវតែជ្រើសរើសពាណិជ្ជកម្មឬចំនួនព្រំដែនជាមួយនឹងកម្ពុជាអាមេរិកតម្រូវឲ្យថៃបញ្ជាក់ថាខ្លួននឹងប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះសេចក្តីថ្លែងការណ៍រួមស្តីអំពីសន្តិភាពជាមួយនឹងកម្ពុជាសេចក្តីថ្លែងការណ៍រួមនេះគឺជាលទ្ធផលនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខានៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការសម្របសម្រួលនិងមានសាក្សីដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរនៅតាមបណ្ដោយព្រំដែនកាលពីខែកក្កដាកាលពីថ្ងៃទី10ខែវិច្ឆិកាថៃបានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះបន្ទាប់ពីមានឧបទ្ទហេតុយោធាថៃម្នាក់ត្រូវរបួសដោយសារជន់មីននៅជិតព្រំដែនថៃបានចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មីតែកម្ពុជាបានបដិសេធការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការយកបញ្ហាព្រំដែននេះមកផ្សារភ្ជាប់ជាមួយនឹងកិច្ចចរចាពាណិជ្ជកម្មបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះអស្ថិរភាពនៅក្នុងតំបន់អាស៊ាននិងការបែកបាក់នៃកិច្ចព្រមព្រៀងមួយដែលខ្លួនបានជួយសម្របសម្រួលវាជាទម្រង់នៃសម្ពាធផ្នែកការទូតដោយប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចសារៈសំខាន់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមកនេះមានសារៈសំខាន់ណាស់សម្រាប់ប្រទេសថៃព្រោះវាត្រូវបានគេរំពឹងថានឹងលុបបំបាត់ពន្ធលើទំនិញអាមេរិកប្រមាណជា 99% ដែលជួយសម្រួលដល់ការនាំចូលរបស់ថៃនិងពង្រឹងភាពជាដៃគូពាណិជ្ជកម្មការផ្អាកនេះដាក់សម្ពាធដ៏ធ្ងន់ធ្ងរលើរដ្ឋាភិបាលថៃកំពុងព្យាយាមផ្ដាច់រឿងនយោបាយនិងសន្តិសុខចេញពីរឿងសេដ្ឋកិច្ចប៉ុន្តែអាមេរិកបានបង្ហាញយ៉ាងច្បាស់ថាសម្រាប់ពួកគេសន្តិសុខតំបន់និងការរក្សាពាក្យសន្យាអន្តរជាតិជារឿងសំខាន់បំផុតដែលត្រូវភ្ជាប់ជាមួយនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះជាយុទ្ធសាស្ត្រមួយនៅក្នុងគោលដៅបង្ខំឲ្យថៃត្រឡប់ទៅរកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាវិញដោយប្រើប្រាស់ផលប្រយោជន៍ពាណិជ្ជកម្មជាដងថ្លឹងអានុភាពអាមេរិកចង់ឃើញសន្តិភាពស្ថិរភាពព្រោះចំនួនព្រំដែនអាចប៉ះពាល់ដល់ស្ថិរភាពទាំងមូលនៃតំបន់និងខ្សែចង្វាក់ផ្គត់ផ្គង់ជាសកលរដ្ឋាភិបាលថៃត្រូវប្រឈមនឹងការសម្រេចចិត្តដ៏លំបាកប្រសិនបើពួកគេបន្តផ្អាកកិច្ចព្រមព្រៀងសន្តិភាពពួកគេនឹងប្រថុយជាមួយនឹងការបាត់បង់ឱកាសពាណិជ្ជកម្មដ៏ធំជាមួយសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់ចំនួនព្រំដែនជាបញ្ហាសន្តិសុខជាតិដែលងាយនឹងបង្កឲ្យមានមនោសញ្ចេតនាជាតិនិយមខ្លាំងក្លានៅក្នុងប្រទេសថៃជាពិសេសនៅក្នុងចំណោមយោធាដែលមានឥទ្ធិពលលើនយោបាយការចុះសម្រុងជាមួយសហរដ្ឋអាមេរិកអាចត្រូវបកស្រាយថាជាការចុះចាញ់នឹងបញ្ហាសន្តិសុខកម្ពុជាទំនងទទួលបានការគាំទ្រផ្នែកការទូតពីសហរដ្ឋអាមេរិកនៅក្នុងករណីនេះសម្ពាធរបស់សហរដ្ឋអាមេរិកលើថៃជួយពង្រឹងជំហររបស់កម្ពុជានៅក្នុងការទាមទារឲ្យថៃអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួចហើយនោះអាមេរិកកំពុងប្រើប្រាស់គោលនយោបាយការទូតពាណិជ្ជកម្មដើម្បីជំរុញសន្តិភាពនិងស្ថិរភាពនេះបង្ហាញថាអាមេរិកនឹងមិនអត់ឱនចំពោះការបែកបាក់កិច្ចព្រមព្រៀងនៅក្នុងតំបន់ដែលអាចនាំឲ្យមានអំពើហិង្សាកើតឡើងវិញនោះឡើយក្នុងករណីនេះឆ្លុះបញ្ចាំងអំពីទំនាក់ទំនងពាណិជ្ជកម្មនិងយុទ្ធសាស្ត្រដ៏ស្មុគស្មាញរបស់ប្រទេសមហាអំណាចនិងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានថៃត្រូវតែធ្វើការជ្រើសរើសទាំងការបដិញ្ញាចិត្តម្ដងទៀតចំពោះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដើម្បីបន្តកិច្ចចរចាពាណិជ្ជកម្មដ៏មានប្រយោជន៍ជាមួយនឹងអាមេរិកឬបន្តផ្អាកកិច្ចព្រមព្រៀងសន្តិភាពដោយប្រថុយនឹងការខកឱកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ជាមួយសហរដ្ឋអាមេរិកនោះសរុបមកវិញទីក្រុងបាងកកនឹងព្យាយាមរកផ្លូវកណ្ដាលតាមរយៈការចរចាឡើងវិញជាមួយកម្ពុជាស្ដីពីយន្តការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីបង្ហាញទៅសហរដ្ឋអាមេរិកថាខ្លួនបានបញ្ញាចិត្តឡើងវិញមុននឹងបន្តការចរចាពាណិជ្ជកម្មជាមួយអាមេរិកនោះ
សម្រាប់ការសម្រេចចិត្តរបស់អាមេរិកលើកនេះជាការរំលឹកថាបញ្ហានយោបាយនិងសន្តិសុខជាតិតែងតែមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ចហើយអាមេរិកត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រើប្រាស់ឥទ្ធិពលពាណិជ្ជកម្មរបស់ខ្លួនដើម្បីជំរុញរបៀបបរិយាសន្តិសុខនិងការទូតរបស់ខ្លួននៅក្នុងតំបន់សូមអរគុណចំពោះការតាមដានជួបគ្នានៅវីដេអូក្រោយបន្តទៀត